ចំពោះគុណការទាំង3ដោយសេចក្តីគោរពសូមនមស្ការចំពោះព្រះរាជគុណព្រះប្រធានដោយវិបស្សនាហើយនឹងសូមនមស្ការគោរពចំពោះទេរថេរៈគ្រប់អង្គទាំងឆ្លៀតក្នុងឱកាសបុណ្យរំលឹកខួប13ឆ្នាំនៃការអនិច្ចធម៌របស់ព្រះធម្មវិបស្សនាដែលព្រះថេរានុថេរៈញាតិញោមពុទ្ធបរិស័ទបានជ្រាបគ្រប់ព្រះអង្គគ្រប់គ្នាហើយថ្ងៃនេះជាថ្ងៃបុណ្យរំលឹកខួប13ឆ្នាំខ្ញុំបកណាមកក្នុងទីនេះគឺមកដោយសេចក្តីជ្រះថ្លាដោយមិនចាំបាច់និមន្តហើយក៏ទើបតែបានដឹង2-3ថ្ងៃនេះឯងក៏បបួលស្ថាបនិកធម្មកថាទាំងអស់មកតែម្ដងហើយក្នុងថ្ងៃនេះដែរខ្ញុំកណ្ដាអាត្មាមកក្នុងនាមតំណាងឲ្យសមាគមធម្មកថាកម្ពុជាតំណាងឲ្យស្ថាបនិកនៃសមាគមទាំងអស់និងតំណាងឲ្យវិទ្យាស្ថានពុទ្ធកសក្យបុត្រអន្តរជាតិផងដែរដើម្បីបានចូលរួមក្នុងកម្មវិធីបុណ្យខួបគម្រប់13ឆ្នាំនេះព្រះថេរានុថេរៈញាតិញោមពុទ្ធបរិស័ទទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានៃយើងធុរៈដែលសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនាមានតែ2គត់គឺកន្ធធុរៈនិងវិបស្សនាធុរៈធុរៈទាំងពីរនេះប្រៀបដូចជាកង់នៃរថដែលត្រូវតែវិលទន្ទឹមគ្នាជានិច្ចកង់ណាមួយអន់ឬក៏បោរមែងធ្វើឲ្យរថធ្វើដំណើរទៅមុខមិនត្រង់ក្រោយពេលដែលខ្ញុំកណាបានសិក្សាទាំងផ្នែកកន្ធធុរៈបូករួមនឹងវិបស្សនាខ្លះតាមរយៈបរិជ្ជគុណសំវន្ទឿនឬក៏វិបស្សនាអន្តរជាតិខ្លះហើយនឹងសិក្សាគម្ពីរដីកាយកមកច្របាច់បញ្ចូលគ្នាក៏មានសេចក្តីយល់ដឹងថាធុរៈទាំងពីរនេះមិនអាចបែកគ្នាបានទេទោះជាយ៉ាងណាទាំងកន្ធធុរៈក្តីវិបស្សនាធុរៈក្តីមានទិសដៅតែមួយគត់គឺដើម្បីកំណត់ដឹងនៅសេចក្តីទុក្ខនិងរំដោះខ្លួនចេញចាកទុក្ខដូចគ្នាអ្វីត្បិតថាយើងមានទស្សនៈខុសគ្នាខ្លះមានវិធីនៃការបដិបត្តិខុសគ្នាខ្លះតែរសជាតិចុងក្រោយមានតែមួយគត់គឺដើម្បីវិវេកដើម្បីសេចក្តីស្ងប់និងដើម្បីរួចចាកទុក្ខប្រៀបឧបមាដូចជាបង្អែមដែលមានឈ្មោះផ្សេងគ្នានំលោតនំបាញ់ជំនឿបាញ់សុងអីទេនំគោប៉ុន្តែសរុបមកគេហៅថាបង្អែមដែលវាចេញតែពីរសជាតិតែមួយគឺមានស្ករជាសំខាន់យ៉ាងណាវិបស្សនាធុរៈក្តីកន្ធធុរៈក្តីវាសុទ្ធតែជាការសម្ដែងឡើងរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់ហើយមានទិសដៅរួមតែមួយដូចគ្នាមកក្នុងទីនេះខ្ញុំកណាឆ្លៀតឱកាសដែលសម្ដេចព្រះមហាសមេធាធិបតីមិនតាន់យាងមកដល់ក៏សូមចូលរួមត្រេកអរចំពោះការរៀបចំរបស់បដិជ្ជគុណព្រះប្រធានគណៈកម្មការសិស្សានុសិស្សទាំងអស់ដែលនៅតែនឹកឃើញនៅគុណូបការៈរបស់ព្រះរាជគុណព្រះគ្រូព្រះធម្មវិបស្សនាទោះបីជាព្រះអង្គអស់
ប្រជជនទៅយ៉ាងណាក៏នៅតែនឹកឃើញរូបព្រះរូបកាយរបស់ព្រះអង្គដែលបានបែកធ្លាយទៅគ្មានអ្វីសម្រាប់ដឹងសម្រាប់សោយសុខទុក្ខជាមួយយើងទៀតក៏ពិតមែនប៉ុន្តែគោលបំណងសេចក្តីល្អរបស់លោកនៅតែដិតដាមនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាទាំងខ្ញុំបកណាអាត្មាថ្មីត្បិតថាមិនធ្លាប់បានមកសិក្សាផ្ទាល់ជាមួយនឹងបដិជ្ជប្រគុណក៏ការនៅជាសាមណេរធ្លាប់ស្ដាប់លោកជាច្រើនតាមវិទ្យុក៏ជាចំណុចចាប់ដើមដែលធ្វើឲ្យខ្ញុំកណាអាត្មាជ្រះថ្លាក្នុងព្រះធម៌វិន័យផងដែរនៃម្យ៉ាងទៀតដែលមកចូលរួមដោយមិនបានប្រាប់មុនហើយមិនបានហៅក៏មកដែរនេះក៏ចង់ធ្វើជាគំរូដល់សមណមិត្តទាំងឡាយដែលអ្នកមានគេឈ្មោះបោះសម្លេងសម្ដែងព្រះធម៌មានបរិស័ទច្រើនទាំងឡាយយើងមានកម្លាំងច្រើនណាស់ប៉ុន្តែដោយសារយើងរួបរวมកម្លាំងមិនតាន់ត្រូវទើបយើងមិនអាចធ្វើអ្វីមួយឲ្យកើតឃើញជាសមិទ្ធផលដ៏គួរជាទីគាប់ចិត្តចំណុចតែពីរប៉ុណ្ណោះប្រសិនបើយើងលះបង់បានទី1គឺមេនះរៀងខ្លួនការប្រកាន់ខ្លួនរៀងខ្លួនទី2គឺការលះបង់នៅការជាប់ជំពាក់ក្នុងកិត្តិយសគេឈ្មោះនិងលៀបសក្ការៈគិតប្រយោជន៍រួមជាសំខាន់នៅក្នុងពុទ្ធសាសនាពិតជាអាចជួយគ្នាទៅវិញទៅមកបាននៅក្នុងសង្គមនៃពុទ្ធបរិស័ទយើងសង្ឃឹមថាមជ្ឈមណ្ឌលវិបស្សនានេះនឹងដើរតួជាសំខាន់នៅក្នុងការអប់រំចិត្តទាំងក្រហមនិងបព្វជិតហើយខ្ញុំកណាអាត្មាភាពក្នុងនាមតំណាងឲ្យវិទ្យាស្ថានពុទ្ធិកសក្យបុត្រនិងសមាគមធម្មកថាកម្ពុជានឹងចាត់ទុកថាមជ្ឈមណ្ឌលវិបស្សនានេះពុទ្ធមណ្ឌលវិបស្សនានេះនឹងជាបងប្អូននឹងជាដៃគូសហការយ៉ាងមានប្រសិទ្ធភាពបំផុតទៅក្នុងថ្ងៃអនាគតក៏សូមអនុមោទនា